តើការកាន់កាប់ដោយគ្មានហិង្សាមានន័យដូចម្តេចតាមផ្លូវច្បាប់ការកាន់កាប់ដោយគ្មានហិង្សាគឺជាលក្ខខណ្ឌទី2នៃភោគៈដែលអាចនាំទៅរកកម្មសិទ្ធិលើអចលនវត្ថុតាមច្បាប់ភោគៈដែលបានមកដោយហិង្សាឬដោយការបង្ខិតបង្ខំមិនត្រូវបានចាត់ទុកជាភោគៈត្រឹមត្រូវតាមច្បាប់ឡើយនិយាយដោយសាមញ្ញអ្នកកាន់កាប់អចលនវត្ថុត្រូវចូលកាន់កាប់ដោយសន្តិភាពនិងដោយគ្មានការប្រើអំពើហិង្សាប្រសិនបើការកាន់កាប់នោះកើតឡើងដោយការប្រើកម្លាំងឬការគំរាមកំហែងការកាន់កាប់នោះមិនអាចធ្វើជាមូលដ្ឋានសម្រាប់ការទាមទារកម្មសិទ្ធិបានទេដូច្នេះភោគៈដែលអាចនាំទៅរកកម្មសិទ្ធិបានត្រូវជាភោគៈដែលបានមកដោយសន្តិភាពនិងគ្មានហិង្សានៅក្នុងវីដេអូបន្ទាប់យើងនឹងឈ្វេងយល់អំពីការកាន់កាប់ដោយមានការដឹងឮជាសាធារណៈដែលជាលក្ខខណ្ឌទី3នៃភោគៈសុភាព Legal Property ឈ្វេងយល់អំពីច្បាប់ដើម្បីការពារសិទ្ធិរបស់អ្នក